យុវជនម្នាក់បានវង្វេងនៅលើភ្នំចំពុកដួលលើទឹកដីទេពអប្សរមានមនុស្ស2នាក់ស្លៀកសម្លៀកបំពាក់នៅកន្លែងបរិសុទ្ធចំណាស់ម្នាក់ស្លៀកសម្លៀកបំពាក់បន្ទាប់ពីយុវជនលេងអុកបានដើរមកជិតបរិសុទ្ធចំណាស់ម្នាក់ថែមទាំងត្រូវបានអញ្ជើញយ៉ាងកក់ក្ដៅឲ្យគាត់លេងហ្គេមមួយហើយឈ្នះវាការជួបគ្នាដោយចៃដន្យរបស់អ្នកជាភាសាចិនបុរាណគឺសាំងស៊ូយៀនបានមកដល់ភ្លាមខ្ញុំមានការចាប់អារម្មណ៍ដូច្នេះខ្ញុំក៏អង្គុយមកខ្ញុំចាប់ដើមនិយាយជាមួយបរិសុទ្ធចំណាស់ដែលក៏ដោយការប្រកួតនេះគ្រាន់តែខ្ញុំមិនបានដល់ស៊ូយៀនប្រទេសដែលខ្ញុំកំពុងផ្ដោតលើការលេងកំពុងកន្លងផុតទៅពេលវេលាហាលឿនទៅក្នុងមួយប៉ព្រិចភ្នែកកុងហ្វូរដូបការីករដូវក្ដៅរដូវស្លឹកឈើជ្រុះបន្ទាប់ពីដូរវិញគ្នារាប់សិបដងខ្ញុំបានរងចាំបន្ទាប់ពីការប្រកួតលើកដំបូងស៊ូយៀនបានធ្វើរួចហើយយុវជនម្នាក់ខ្លាយជាមនុស្សពេញវ័យក្នុងនាមជាមនុស្សអាយុជាង18ឆ្នាំរញ៉ាំដើរទៅហ្គេមអាំងទឹករួចក៏ដើរកាខ្ញុំបានដឹងខ្លួនតែពេលឃើញរូបឆ្លុះគាត់បានខ្លាយជាបរិសុទ្ធចំណាស់ម្នាក់នៅក្នុងចាស់ម្នាក់បានក្រាបស៊ូយៀនគេនិយាយថាល្បែងអុកត្រូវបានលេងចំនួន7យ៉ាងនៃ749ថ្ងៃ49ឆ្នាំបានកន្លងផុតទៅល្បែងអុកអាចលើកត្របាក់ជីវិតរបស់អ្នកទាំងមូលយើងចាញ់ហើយបន្ទាប់មកបរិសុទ្ធចំណាស់បានមួយបានលេចចេញពីខ្យល់ស្ដៅនៅក្នុងប៉ានតៅបានប្រាប់គាត់ថាប៉ានតៅគឺជាស្ដេចបន្ទាប់ពីទទួលទានអំណោយពីព្រះមេដាវាមិនត្រឹមតែអាចផ្លាស់ប្ដូររាងកាយប៉ុណ្ណោះការជំនួសឆ្អឹងក៏អាចបន្ថែមអាយុបាន10000ឆ្នាំផងដែរស៊ូយៀនបានទទួលយកចានផ្លែប៉េះពួកគេចាប់ផ្ដើមញ៉ាំជាដុំធំបន្ទាប់ពីញ៉ាំរួចគាត់បានដាក់ប្រអប់ផ្លែប៉េះស៊ូយៀនមានអារម្មណ៍ថាវានៅក្នុងហោប៉ៅរបស់រាងកាយរបស់គាត់ពោពេញដោយភាពភ័យនាទីបន្ទាប់គាត់ពិតជាពីមនុស្សអាយុ18ឆ្នាំដល់ក្មេងអាយុ8ឆ្នាំម្នាក់ដើមឡើយអន្តៈចាស់បានមើលរំលងស៊ូយៀនអត្តសញ្ញាណរបស់មនុស្សរមែងស្លាប់បាននាំទៅដល់នៃផ្លែប៉េះបាននាំឲ្យស៊ីវែងមុខរបស់បរិសុទ្ធចំណាស់អន្តៈមានការងឿងឆ្ងល់យីហុងបានរអិលទៅផ្សារដោយផ្ទាល់អន្តៈចាស់ម្នាក់ក៏បានក្រឡេកមើលដែរដើរតាមទីហើយចាក់ចេញពីស៊ូយន់គិតថារឿងទាំងអស់នេះជាការពិតវាគ្រាន់តែជាសុបិនមួយផ្លែតនៅក្នុងទីក្រុងហួញញ៉េងគាត់បានរកឃើញនឹងដើម្បីកើតឡើងតែទៀនបានប្រែក្លាយទៅជាគំនោភ្លាមមានតែពេលនោះទេដែលគាត់ដឹងថាប្រហែលជាអ្វីទាំងអស់ពិតជាបានកើតឡើងដើម្បីផ្ទៀងផ្ទាត់ការស្មានរបស់គាត់បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញហើយពិនិត្យមើលតែជាច្រើនសង្វាតក្រោយមកស៊ូយៀនអ្វីដែលខ្ញុំអាចមើលឃើញគឺអគារខ្ពស់អគារនេះលែងស្ថិតនៅក្នុងការចងចាំរបស់គាត់ពិភពលោកនោះនៅចំកណ្ដាលហើយគាត់កាន់តែតិចជាងខ្ញុំឆ្ងល់ថាតើប្រពន្ធនិងកូនរបស់ខ្ញុំស៊ូយៀនបានពឹងផ្អែកលើពិភពលោកយ៉ាងឆាប់រហ័សត្រឡប់ទៅអតីតកាលតាមរយៈការចងចាំសំណាងល្អទោះបីជាផ្ទះនោះធ្ងន់ក៏ដោយវាត្រូវបានសាងសង់រួចហើយប៉ុន្តែវាមិនមើលពេលដូចជាវាធ្លាប់មានរូបទាន់មួយគ្រឿងកំពុងធ្វើដំណើរក៏ឈប់នៅមុខផ្ទះបន្ទាប់មកគ្រូពេទ្យចាប់ផ្ដើមពីខាងលើស្ត្រីចំណាស់ម្នាក់ត្រូវបានរុញចេញពីដីយេសុខសប្បាយជាទេខ្ញុំមិនអាចទ្រាំរហូតដល់ថ្ងៃស្អែកបានទេខ្ញុំនឹងត្រឡប់ទៅយើងត្រៀមខ្លួនដើម្បីនិយាយលាឲ្យបានត្រឹមត្រូវជីឈានហេតុអ្វីបានជាខ្ញុំឬនាងនិយាយយ៉ានប្តីខ្ញុំឲ្យអ្នកត្រឡប់មកវិញហើយស្ត្រីចំណាស់នៅលើក្រែស្លាប់របស់គាត់ហាក់ដូចជាតែបានយល់ស្វាមីរបស់នាងគឺស៊ូយៀនមកសម្លេងបានបាត់ទៅវិញទាំងស្រុងដង្ហើមស្ថិតនៅក្នុងចៅស្រីហើយគ្រូពេទ្យបានរុញស្ត្រីចំណាស់ចូលបន្ទាប់ពីនោះស៊ូយៀនក៏ចង់ចូលទៅដែរជួបប្រពន្ធគេជាលើកចុងក្រោយប្រឈមមុខនឹងការរារាំងរបស់ឆ្មាំសន្តិសុខយួនអះអាងថាជាស្ត្រីចំណាស់ម្នាក់មិត្តភក្តិរបស់ខ្ញុំលោកលូមានអាយុ80ឆ្នាំនៅឆ្នាំនេះខុសពីអ្នកដែលជាក្មេងជំទង់នៅពេលបង្កើតមិត្តភាពជាមួយកុមារអ្នកត្រូវវិតម្លៃទំនាក់ទំនងអ្នកក៏ត្រូវពិនិត្យមើលតវិជ្ជាផងដែរឃើញបែបនេះស៊ូយៀនភ្លាមបន្ទាប់មកគាត់បានព្យាយាមបង្ខំចិត្តចូលទៅដោយសារតែស្ថានភាពប្រែរបស់ផ្លែប៉េះសន្តិសុខម្នាក់ឈរនៅពីមុខគាត់គ្មានប្រាក់គ្រប់គ្រាន់ដើម្បីមើលថែចៅស្រីរបស់គាត់ថាក្មេងប្រុសនោះចង់ជួបជីដូនរបស់គាត់បានពន្យល់ថាជីដូនធម្មតារបស់គាត់លែងមាននរណាម្នាក់អាចរំខានវាបានឡើយប៉ុន្តែស៊ូយៀនបានចិញ្ចឹមគ្រួសារស៊ូប្រសិនបើមានល្បែងអុកដ៏ឆ្ងាញ់ពិសានំកែគឺអាចអនុញ្ញាតឲ្យគ្រួសារស៊ូធ្វើអ្វីមួយសម្រាប់គាត់ទៅគ្រួសារស៊ូបន្ទាប់មកអ្នកអាចបំពេញតម្រូវការណាមួយរបស់ភីគីមខាងទៀតតើមានតម្រូវការបែបនេះទេបើខ្ញុំនិយាយថាខ្ញុំអាចធ្វើបានទោះបីជាក្មេងស្រីនោះមិនជឿក៏ដោយក៏នាងនៅតែគាត់ត្រូវបានផ្ដល់ឱកាសឲ្យសាកល្បងស៊ូយៀនបានជួបសាច់ញាតិរបស់គាត់តាំងពីពេលនោះមកបាញ់អុកដែលរៀបចំឡើងដោយដៃនៅតែបន្តខ្ញុំមិនអាចជួយអ្វីបានក្រៅពីនិយាយថាវាមិនអីទេក្មេងស្រីដែលមិនភ្លេចភាសាចិនបុរាណផងដែរមិនអើពើនឹងការអង្គុយចុះភ្លាមនឹងស៊ូយួនចាប់ផ្ដើមប្រឆាំងស៊ូយួនក្មេងនោះបានដួលទៅចំហៀងអ្នកបម្រើគាត់បានចំអកឲ្យគាត់ភ្លាមតែមិនបានទាញយកមិនល្អប៉ុន្តែមុខក្មេងស្រីនោះស្លៀកស្លាប់ជាគាត់បានធ្វើអត្តឃាតច្រើនដងក៏ដោយក៏នាងឆ្លងរស់នៅឆ្ពោះទៅរកសេចក្តីស្លាប់ហើយបំពេញខ្លួនឯងចលនាដ៏ទេវភាពដើម្បីបញ្ចេញពិភពលោកទាំងមូលនោះគ្រាន់តែជាអន្តរាគមពីព្រះប៉ុណ្ណោះល្បែងអុកដ៏ប្រណិតរបស់គ្រួសារស៊ូនេះអ្នកបានបំបែកវាហើយឬនៅតើវាអាចទៅរួចដោយរបៀបណាស៊ូយៀនមិនបា